ខ្ញុំជាមួយជនជាតិពួកលោកដូចគ្នាអើយនេះខ្ញុំយល់ថាគួរតែមួយថ្ងៃពីរទៀតទៅលោកវូធានាលោកខ្ញុំមិនចង់ចំណាយពេលវេលារបស់អ្នកទាំងអស់គ្នាច្រើនប៉ុន្មានទេបើអញ្ចឹងពួកយើងគួរតែនិយាយពីសាច់ការទៅលើកនេះខ្ញុំទៅតែឡើងតំណែងថ្មីហើយនេះហើយទៅមកគ្រប់លោកទាំងពីរដែលជាមនុស្សធ្វើឲ្យសៀងហៃមានខ្យល់ព្យុះថ្មីនេះនៅមានរឿងមួយទៀតគឺខ្ញុំចង់ក៏ពិសោធន៍ជាមួយនឹងអ្នកទាំងអស់គ្នាបន្តិចអំពីរឿងលោកគ្រូតឹងដែលជាសមាគមក្បាច់គុណការពិតរឿងនេះងាយស្រួលណាស់ឲ្យតែជនជាតិជប៉ុនប្របដោះលែងលោកគ្រូតឹងរឿងអីក៏ត្រូវចាប់សពគ្រប់ដែរអាសៀងអមិនក៏កូនឯងនិយាយយ៉ាងនេះជាមួយនឹងលោកប៊ូធានយ៉ាងនេះលោកប៊ូធានឲ្យខ្ញុំសុំទោសផងទៅជន់ណាអាសៀងតាំងពីតូចមកម្ដាយស្លាប់ចោលខ្វះការអប់រំប៉ុន្តែមនុស្សវានេះស្មោះត្រង់ល្អណាស់លោកប៊ូធានសូមលោកកុំប្រកាន់មិនអីទេឥឡូវជាពិភពរបស់យុវជនពួកយើងជាមនុស្សចាស់អស់នេះក៏មិនអាចរវល់បានដែរយីមេងរឿងលោកគ្រូតឹងឯងយល់យ៉ាងម៉េចទៅដែរលោកស៊ឺចេញខ្ញុំសង្ឃឹមថាលោកប្រកាសជាយល់នៅសៀងហៃកន្លែងណាក៏មានខណ្ឌសីមាដែរផលប្រយោជន៍របស់ប្រទេសណាក៏យើងត្រូវតែយល់ឥឡូវអញ្ចេះលោកដោះលែងលោកគ្រូតឹងទៅតកូលឡខ្ញុំធានាថាជនជាតិជប៉ុននៅសៀងហៃប្រកាសជាមិនបាច់ឲ្យគេមករំខានទៀតទេបើសិនជាយ៉ាងនេះយីមេងបានចាំដោះលែងគេទៅណែឯងហ៊ាននិយាយឲ្យត្រូវហ៊ានធ្វើណាកុំដល់ពេលនោះលិចសម្ដីអសោះជនជាតិជប៉ុនខ្ញុំជាមួយជនជាតិពួកលោកដូចគ្នាគឺគោរពពាក្យសច្ចៈណាស់អញ្ចឹងជាការល្អហើយទីបញ្ចប់យើងផ្សះផ្សាគ្នាជាការល្អបំផុតហើយបើសិនជាយ៉ាងនេះខ្ញុំនឹងទូរស័ព្ទទៅឲ្យគេដោះលែងលោកគ្រូតឹងភ្លាមណាចំពោះរឿងនេះយើងបានដោះស្រាយរួចអស់ហើយលោកសេនាប្រមុខចាំតើមានចំណុចចិត្តនិយាយសហការគ្នាដែរទេអើយនេះខ្ញុំយល់ថាគួរតែមួយថ្ងៃពីរទៀតទៅលោកវូធានាលោកក៏បានដឹងដែររឿងដែលពួកយើងនិយាយលើកនេះវាជារឿងរកស៊ីធំណាស់គឺតាក់ទងដល់បញ្ហានៃស្រុកទាំង3ផងតាមដែលខ្ញុំយល់គួរតែពិចារណាបានច្បាស់សិនទៅបានរំចាំមួយថ្ងៃពីរទៀតចុះ